ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដែលនឹងបង្ហាញជូនដល់បងប្អូនទស្សនាពីការធ្វើបបរមាន់បងប្អូនហើយស្មោះត្រង់ទៅវីដេអូនេះខ្ញុំបានព្រៀងទុកទេដោយសារតែទឹកមិញនេះញ៉ាំម្ដាយរបស់ខ្ញុំក៏លូជុំគ្នាគាត់ថាអត់ដឹងធ្វើមកអីហើយខ្ញុំក៏ត្រួយមកប្រាប់គាត់ថាម៉ាក់បបរមាន់ទៅមានណាបងប្អូននិយាយឡើងគាត់បបរមាន់ហើយបើនិយាយពីបបរមាន់ផ្ទះខ្ញុំវិញអត់ពិបាកធ្វើទេគ្រឿងផ្សំមានរបៀបធ្វើងាយខ្លាំងមែនតើមានតែមាន់សែមួយជាម្ដុំអង្គហើយនេះផ្សិតឆៃពៅជាមួយនឹងដុំស៊ុបតិចមកគ្រឿងញ៉ាំជាមួយនឹងបបរនេះអត់បានទេស្លាច់ប្រហែលនឹងសៀងហើយបើចូលចិត្តម្ទេសដាក់ម្ទេសតិចមកគូឆ្មាជាមួយនឹងជីតិចតួចគឺរួចជាការស្រេចពេលចាប់ដើមធ្វើនោះគឺដាក់ដាំទឹកចោលហើយមកឆាអង្គផងអង្គនេះឆាងាយមែនតើដាក់ទឹកខ្ទឹមនឹងឈ្ងុយតិចមកផ្សិតនឹងឆៃពៅដាក់ចូលទៅដាក់អង្គហើយក៏មានបន្ថែមម្សៅស៊ុបស្ករមកវាចេញតិចទៅហើយបន្តមកទៀតគឺបើសិនជាទឹកយើងពុះហើយយើងចាប់ដើមស្ងោរមាន់បងប្អូនមាន់សែយើងដាំបាយមាន់ក៏បានស្ងោរបបរមាន់ក៏បានដែរមាន់នេះឆ្ងាញ់ខ្លាំងមែនតើពេលមាន់សែបងប្អូនពេលយើងសម្អាតយើងពុះខាងក្នុងចឹងទៅគឺយើងទុកចិត្តថាយើងលាងបានស្អាតហើយបើសិនជាមាន់សែប្រកាសស្ងោរទៅខ្លាញ់ឡើងងើមពេញទឹកតែម្ដងបងប្អូនឡើងឈ្ងុយហើយបន្ទាប់ពីបានស្វាមាន់ចេញហើយគឺយើងចាប់ដើមដាក់អង្គចូលបងប្អូនក៏យើងឆាឈ្ងុយឈ្ងុយហ្នឹងឥឡូវដាក់អង្គចូលមកចាប់ដើមដាក់គ្រឿងបន្ទាប់ទៀតមានតែឈាមមានតែដុំស៊ុបទេហើយដាក់មាន់ដែលយើងកាប់ឬក៏បេះនឹងចូលទៅជាទូទៅខ្ញុំចូលចិត្តកាប់ហើយកាប់ឲ្យទុកភ្លើងមួយហៀងឲ្យខ្ញុំកូនពៅបងប្អូនដឹងតែអ្នកម្ដាយខ្ញុំទុកឲ្យសម្រាប់ភ្លើងមួយហៀងនេះសូមបើបងចោអួតតិចដែរថាសម្រាប់អ្នកម្ដាយរបស់ខ្ញុំបបរឲ្យតែបបរមិនថាពោះជូមិនថាបបរមាន់ទេគឺជាជំនាញរបស់គាត់ហើយដោយសារអីដោយសារគាត់ធ្លាប់ជាអ្នកលក់បបរនៅផ្សារតពីម៉ាក់យាយខ្ញុំឥឡូវគាត់ជប់លក់អីប៉ុន្តែសឹងថាបបរមាន់នេះអួតតិចចុះគឺគាត់ធ្វើមិនដែរលក់ទេដឹងតែឆ្ងាញ់តែម្ដងហើយឥឡូវនេះគឺបបរមាន់វិញគឺបានឆ្អិនរួចរាល់ហើយមកជាហៀងមួយចាននេះគឺដឹងតែរបស់ខ្ញុំហើយបងប្អូនណាសម្រាប់ការបន្ថែមគ្រឿងក្រៅមានអីទេបងប្អូនមានខ្ទឹមបំពងមានជីមានក្រូចឆ្មាមានម្ទេសអីតិចតួចចឹងទៅហើយកុំភ្លេចសៀងផងហើយសៀងបើសិនជាបងប្អូនអត់ទុកចិត្តទេឆាបន្តិចទៅដើម្បីឲ្យមានទំនុកចិត្តណាហើយសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានគ្រប់វីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនពេញចិត្តឬក៏ចង់ឲ្យអ្នកម្ដាយខ្ញុំធ្វើមុខម្ហូបអីទៀតកុំភ្លេច comment ខាងក្រោមហើយ like share វីដេអូនេះអ្នកមួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយ